សូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណព្រះរតនត្រ័យទាំង3មានគុណព្រះពុទ្ធគុណធម៌គុណសង្ឃពីទំពីដឹកសូមគោរពជំរាបសួរលោកតាលោកយាយពុកម៉ែបងប្អូនពូមីងក្មួយៗទាំងអស់ដែលនៅក្នុងគណៈការស្រុកបាទថ្ងៃនេះខ្ញុំបកណាខ្ញុំបាទសូមមកធ្វើការឆ្លើយនឹងសំណួរបងប្អូនញាតិមិត្តប្រុសស្រីទាំងអស់តែខ្ញុំបកណាអត់បានឆ្លើយយូរខែណាមកហើយបាទដោយសារខ្ញុំកណាខូចនៅ channel អញ្ចឹងខ្ញុំសូមលើកម្រាមដៃដល់បងប្អូនដែលធ្លាប់យកវីដេអូខ្ញុំទៅបង្កើត channel ថ្មីហើយយកទៅដាក់ដើម្បីបង្កើត channel តខ្លួនទៅទៀតបាទសូមកុំយករបស់ខ្ញុំទៅទៀតបាទបើយកទៅខ្ញុំខូច channel មួយក្រុមហ៊ុន YouTube គេមានរករឿងខ្ញុំដោយសារវីដេអូខ្ញុំនឹងមានច្រើន channel ដល់ចឹងគេអត់ឲ្យចឹងក៏សូមបងដែលគាត់យក channel នេះសូមជប់យកទៅណាបងណាបាទបើខូច channel ខ្ញុំស្ដាយវីដេអូរាប់រយវីដេអូបាទចឹងក៏សូមខន្តីទោសណាបាទហើយថ្ងៃនេះមានឈ្មោះសុកទីបាទគាត់បានសួរមកខ្ញុំតាក់ទងរឿងចាយដំរីប្រើខាងអ្វីដែរលោកគ្រូបាទខ្ញុំសូមធ្វើការអធិប្បាយតាក់ទងជាមួយប្រវត្តិរឿងរ៉ាវចាយដំរីបាទបើនិយាយតាមពុទ្ធសាសនាលោកនិយាយអំពីគុជកែវមុខក្តារបាទចាយដំរីនេះណាបាទចាយដំរីភ្លុកដំរីឬក៏ខ្នាយជ្រូកចាយជ្រូកហ្នឹងគឺលោកចាត់ចូលជាគុជកែវមុខក្តារដែលជាវត្ថុកម្រដែលជាវត្ថុដែលមានฤทธิ์ដែលជះបារមីប៉ុន្តែទាំងអស់នោះមិនមែនមានฤทธิ์ដែលជះទាំងអស់ទេបាទសូមជម្រាបទៅបងអូនសុកទីឲ្យបានជ្រាបព្រមទាំងបងប្អូនដែលជាអ្នកស្រឡាញ់គុជកែវមុខក្តារឬក៏ចាយដំរីទុកថ្មីដែរនៅឯប្រទេសឥណ្ឌាគេចូលចិត្តប្រើបុរាណខ្មែរយើងក៏ចូលចិត្តប្រើនៅភ្លុកដំរីដោយសារតែភ្លុកដំរីនេះតំណាងឲ្យព្រះកណេសតំណាងឲ្យជាស្ដេចដំរីជាអ្នកមានបញ្ញាត្រាស់ដឹងហើយនឹងអ្នកសម្បូរទៅដោយលៀបសក្ការៈលៀបជ័យសិរីជាមង្គលសុខសប្បាយត្រជាក់ត្រជុំចាស់បុរាណគេច្រើនយកមកធ្វើជាកងដៃចិញ្ចៀនឬក៏ត្រាយកមកពាក់ជាប់នឹងខ្លួនឬក៏ឆ្លាក់ជារូបព្រះអង្គព្រះកណេសបាទហើយតាក់ទងជាមួយភ្លុកដំរីនេះហើយបើសិនជាគេបានធំមកល្អគឺគេមិនធ្វើអីទេគឺយកទៅដាក់ទាំងភ្នែនហើយគេមានទៅជាពៀនត្រោត្រឹមត្រូវដាក់នៅទីអាសនៈនៃព្រះពុទ្ធឬក៏តម្កល់នៅតួអង្គអតិទេពអង្គទេពណាមួយជាច្រើនដើម្បីលម្អនៅក្នុងគេហដ្ឋានឬកន្លែងការងារសម្រាប់ទទួលភ្ញៀវឬក៏ទីសក្ការៈបូជាធំពីព្រោះអីភ្លុកដំរីនេះយើងជឿពីបុរាណគេជឿថាមានទេវតាថែរក្សានៅលើនោះឯងដោយសារសត្វដំរីជាសត្វដែលមានភាពអំណត់អត់ធ្មត់ត្រជាក់ហើយមានការតស៊ូរាល់ការងារតូចធំបាទហើយម្យ៉ាងវិញទៀតគេតំណាងថាជាតួអង្គនៃព្រះពុទ្ធភក្ណេសដែលជាបុត្រហើយនឹងដែលជាបិតារបស់អាទិទេពហើយគាត់ជាបុត្ររបស់ព្រះសិវៈដែលឧបដឹកឡើងដោយអវតារនៃព្រះកណេសនោះឯងបាទប៉ុន្តែនៅក្នុងព្រះពុទ្ធសាសនាគូលោកនិយាយចូលជាមួយនឹងគុជកែវមុខក្តារបាទគុជកែវមុខក្តារនេះគឺនិយាយអំពីភ្លុកដំរីណាឬក៏ចាយដំរីណាដែលមានរាងសន្តានឬក៏មាននាងពួននៅក្នុងនោះបាទនៅក្នុងនោះព្រះពុទ្ធសមណគោតមរបស់យើងព្រះអង្គបានកំណត់ត្រានៅក្នុងបត្រៃបិដកបាទដោយលោកលើកឡើងថាជាវត្ថុដែលមង្គលជាវត្ថុដែលនាំមកនៅសិរីសួស្តីមានទេវតាព្រំថែរក្សាអាកាសទេវតាភូមិទេវតាព្រលឹងស័ក្តិសិទ្ធិវិញ្ញាណស័ក្តិសិទ្ធិនៅក្នុងនោះបាទសម្រាប់បុគ្គលដែលជាមេតបក្តីជាមន្ត្រីក្តីជាអ្នកមានខបក្តីក្តីអាចធ្វើពិធីពលីបួងសួងឬក៏ធ្វើពិធីពិជ័យសង្គ្រាមឬក៏ធ្វើពិធីពលីការចេញរោគទទួលទានជួញប្រែអីគឺបានសុខសប្បាយសមតាមបំណងហើយក៏គេជឿថាជាឱសថដែលពូកែស័ក្តិសិទ្ធិសម្រាប់ជួយដល់អ្នកដែលមានជំងឺគុណក្តៅអាសន្នរោគឬក៏ជំងឺខ្មោចព្រាយបិសាចចូលហ្នឹងគឺគេយកមកដោះនៅគុលហ្នឹងឲ្យអ្នកនឹងហូបជាមួយទឹកអង្ករឬក៏ទឹកដូងអញ្ចឹងទៅបើភាគច្រើនគឺជាមួយទឹកដូងណាពុកម៉ែបងប្អូនហើយមួយទៀតតាក់ទងជាមួយវត្ថុដែលមានឫទ្ធិដែលជះបារមីដែលព្រះពុទ្ធ
សមណៈគោតមបរមគ្រូនៃយើងលោកចាត់ចូលជាកៅមកដានេះគឺលោកសម្ដៅទៅលើភ្លុកដំរីណាដែលមានយ៉ាងពួនហើយគោចែដំរីណាដែលមានយ៉ាងពួនប៉ុន្តែនៅក្នុងនោះនិយាយតែអំពីភ្លុកទេណាទៀតណាបាទនិយាយតែអំពីភ្លុកមកុដប៉ុន្តែបើយើងចាត់ចូលចែញីជ្រូចែញីដំរីនេះក៏ជាភ្លុកដោយតែដំរីគេហៅថាថ្មិញចង្កូមភ្លុកដោយតែគ្នាទេប៉ុន្តែគ្រាន់ថាមួយជាចែវាតូចមួយទៅវាធំភ្លុកដំរីប៉ុន្តែបើខ្មែរយើងគេជឿទៅលើប្រពៃណីជំនឿប៉ុន្តែយើងមិនទាន់និយាយប្រពៃណីជំនឿយើងនិយាយរឿងពុទ្ធសិនបើគ្រាន់តែបកស្រាយថាវាដូចគ្នាអញ្ចឹងទៅណាទៀតណាបាទហើយបុរាណហ្នឹងគេជឿថានៅក្នុងហ្នឹងមាននាងពួនហ្នឹងមានហ្នឹងគេយកទៅចម្លាក់ជាអង្គអាទិទេពឬក៏ជាពុទ្ធរូបហើយគេដាក់នៅជើងពានមាសមួយដែលមានពណ៌ស្អាតដោយមិនមានធូលីដីអីទេគឺដាក់ហើយថ្វាយផ្កាជំវិញគេសម្រាប់ធ្វើពិធីបួងសួងសុំទឹកមន្តទឹកអមរិតទៅស្រោចស្រង់នៅលើវត្ថុស័ក្តិសិទ្ធិនោះយកមកទទួលទានដើម្បីឲ្យកើតជាគេហៅថាធម្មពលនៃផ្លូវវិញ្ញាណធ្វើឲ្យយើងនឹងមានរូបនឹងនៅក្មេងសម្លេងនឹងនៅល្អកម្លាំងនឹងខ្លាំងការពារគេហៅថាដូចជាទឹកអមរិតអញ្ចឹងបានន័យថាពីដើមនឹងគេយកមកស្រោចស្រពដូចជាគេធ្វើនៅវិធីថ្វាយសេវៈយត្រីនៃការស្រោចស្រង់នៃសីវលឹងដូចគ្នាអង្គខ្លះហ្នឹងក៏គេយកទៅឆ្លាក់ជារូបព្រះពុទ្ធព្រះភក្តិហើយទ្រទៅលើជើងពានបង្ហូរទៅដោយតម្រូវទ្រយ៉ាងស្អាតមកដើម្បីយកទឹកនោះមកបរិភោគហើយមួយទៀតហ្នឹងគេធ្វើសម្រាប់ជាតួអង្គព្រះពុទ្ធឬក៏អាទិទេពអង្គណាដែលយើងគោរពស្រឡាញ់មនីអេសីក្តីមហាព្រំក្តីឬក៏ព្រះអិនក្តីឬក៏ហនុមានក្តីឬក៏ព្រះពុទ្ធកណេសក្តីគឺអាស្រ័យទៅលើការចំណូលចិត្តរបស់យើងគ្រប់គ្នាក្នុងការសាងពុទ្ធរូបឡើងឬក៏យើងសាងជាលោកឪពុកអ្នកម្ដាយយើងក៏បានដែរនៅក្នុងបច្ចុប្បន្នសប្តាហ៍នេះខ្ញុំមើលឃើញបងប្អូនមួយចំនួនមិនសូវគិតគូរចំណាប់អារម្មណ៍ទៅលើលោកអ្នកដ៏មានគុណលោកឪពុកអ្នកម្ដាយយើងទេគឺជឿទៅលើតែអង្គអាទិទេពលើព្រះពុទ្ធលើអីហ្នឹងហើយមហាមុនីអីស្អីចឹងទៅប៉ុន្តែកម្រណាស់ភាគតិចណាស់ដែលយើងទាំងអស់គ្នាហ្នឹងសាងជាលោកឪពុកអ្នកម្ដាយរបស់យើងដើម្បីយកមកគោរពបូជាគួរណាស់យើងគួរតែមានរូបលោកឪពុកអ្នកម្ដាយយើងតម្កល់ដើម្បីយើងធ្វើការគោរពបូជាលោកនឹងជួយថែរក្សាពីព្រោះអីគាត់មិនបានតន់ទៅនិព្វានទេរូបខណ្ឌធោវិញ្ញាណខណ្ឌធោវេទនាទាំងអស់ហ្នឹងគេថារូបទាំង4ហ្នឹងធាតុទាំង4ហ្នឹងមិនតន់ចូលដល់វិញ្ញាណទេបាទរូបខណ្ឌធោហ្នឹងរហូតទៅដល់វិញ្ញាណខណ្ឌណាមានរូបខណ្ឌធោវេទនាខណ្ឌធោសញ្ញាខណ្ឌធោសង្ខារខណ្ឌធោវាមាន4បែកធ្លាយទៅវាមិនតន់ទៅនិព្វានទេបើវិញ្ញាណនៅមួយទៀតហ្នឹងដាច់ហើយគឺទាំង4ហ្នឹងនៅវល់អញ្ចឹងបើយើងមានរូបគឺគាត់ចូលមកសន្ធិដ្ឋថែរក្សាយើងមានការគោរពបូជាបាទយ៉ាងណាមិញដូចជាអង្គអាទិទេពដែលយើងគោរពបូជាថ្វាយផ្កាថ្វាយអីចឹងទៅបាទពុកម៉ែបងប្អូនអញ្ចឹងនៅក្នុងរឿងនេះខ្ញុំបកករណាខ្ញុំសូមធ្វើការបកស្រាយរៀបរាប់ជូនទៅដល់បងប្អូនសុខទីអ្នកដែលមានចែដំរីឥឡូវយើងចូលមកក្នុងការអธิบายនៅលើជំនឿរបស់ខ្មែរយើងគេហៅថាជំនឿព្រលឹងដូនតាបុព្វបុរសដែលសល់អំពីយូរលង់កូរ៉េបវត្តនោះមកហើយមុនសម័យនគរភ្នំមុនសម័យនគរចេនឡាមហានគរទៀតបាទដោយសារដូនតាខ្មែរយើងមានជំនឿមួយគឺជឿទៅលើផ្នែកព្រលឹងនៃសាសនាបាទវត្ថុស័ក្តិសិទ្ធិជាច្រើនដែលយើងមានសពថ្ងៃនៅក្នុងខ្លួនយើងមិនថាចែដំរីភ្លុកដំរីចែជ្រូកខ្នែតាន់ចង្កូមខ្លាចង្កូមជ្រូកចង្កូមតោចង្កូមស្វាកដាញ់ស្វាកដាញ់មលុបកដាញ់ដំរីកដាញ់ខ្លាបញ្ញាក្អែកនុបនិលគុជឃ្មុំវត្ថុស័ក្តិសិទ្ធិនឹងពួនបញ្ញាគ្រប់សពបែបយ៉ាងហ្នឹងគឺយើងជឿទៅលើប្រពៃណីព្រលឹងបុព្វបុរសដូនតាយើងជឿថារបស់នោះមិនទាន់មានព្រះអាទិទេពនៅទេគឺយើងជឿទៅលើផ្នែកព្រលឹងបុព្វបុរសដែលលោកថែរក្សាពងកាត់នៅទីនោះមានដូចជាមនីអីសីយ៉ាងទៅឬក៏អ្នកសច្ចាំងបាំងបាត់ដែលជាអ្នករក្សានៅសិលបរិសុទ្ធ
លោកបានឧបដិកនិមិត្តនៃវិញ្ញាណរបស់លោកនឹងចូលសន្ធិដ្ឋទៅលើខ្នាយឬកញ្ចែជ្រូកណាមួយដែលវាមានសិលឬវាមានផ្កាយក្បាលអញ្ចឹងទៅឬក៏លោកចូលសន្ធិដ្ឋទៅលើផ្នែកនាងពួនប៉ុន្តែភាគច្រើនអ្នកសច្ចាំងគឺលោកគង់ទៅលើតែផ្នែកនាងពួននេះពុកម៉ែបងប្អូនបាទអ្នកសច្ចាំងមនីអីសីបងបត់ទស្សបៈរំបរមីតួអតិទេពអង្គព្រះហៅថាទេវតាណាអង្គទេពណាបាទអង្គទេពមិនមែនអតិទេពទេអញ្ចឹងគឺលោកចូលសន្ធិដ្ឋទៅតែក្នុងនាងពួនទេបាទដូចជានាងពួនថ្មដូចជានាងពួនឫស្សីដូចជានាងពួននៅក្នុងផ្លែឈើដូចជាគេហៅថានាងពួននៅក្នុងពោះនៃសត្វត្រីក្នុងពោះហ៊ីងនៅក្នុងពោះសត្វគោនៅក្នុងពោះក្របីអីហ្នឹងពោះដំរីអីហ្នឹងហើយឬក៏គេថាកាសអីណាទៀតណាបាទឬក៏នាងពួនអីផ្សេងភាគច្រើនគឺលោកគង់នៅតាមនាងពួននេះឯងបាទសម្រាប់ដែលយើងយកមកគ្រប់បូជាបាទផ្នែកខ្នាយជ្រូកក៏មានដែរមេតបបារមីអ្នកសច្ចាំងប៉ុន្តែភាគច្រើនពពួកហ្នឹងវាមានព្រាយជ្រូកនៅដោយសារវាមានព្រាយបារមីព្រាយក្បាលរបស់វាហ្នឹងនៅពីនឹងមកហើយទាំងអស់ហ្នឹងបានជាវាមានកំណើតធម្មជាតិនៃពពួកព្រាយជ្រូកឬក៏ព្រាយដែលវាបានសម្លាប់ខ្លាយជាព្រលឹងដែលមានវិញ្ញាណអសុរកាយហ្នឹងគង់ថែរក្សានៅនឹងបាទជាស្នេហ៍ជាកណ្ដាញ់ជាអីចឹងទៅអាចវាមានវែងឆ្ងាយបាទនេះខ្ញុំក្រុមជាប្រពៃនេះខ្ញុំបើកឡើងអញ្ចឹងណាបាទពុកម៉ែបងប្អូនបាទដូចជាខ្ញុំនិយាយត្រឡប់មកវិញតកតងជាមួយនឹងរឿងចែដំរីនេះបាទប្រសិនណាបើចែដំរីនេះជារបស់ខ្មែរយើងបាទត្រូវបានកំណត់សម្គាល់ថាជាសត្វដំរីរស់នៅលើស្រុកខ្មែរយើងនឹងបានទទួលស្រូបនឹងបានទទួលឧបដិកនឹងបានការសាងសង់នៅឬក៏ជាទីបដិស្ថានរបស់អ្នកសច្ចាំងបាំងបាត់ឬក៏ទេវតាថែរក្សានៅក្នុងចែដំរីនេះឯងទៀតណាបាទនឹងខ្ញុំនិយាយតែរបស់សុទ្ធធម្មជាតិមិនមែនរបស់គេធ្វើមិនមែនចែដំរីដែលគេចាក់កាវចូលទេពីព្រោះសពថ្ងៃនេះចាក់កាវច្រើនណាស់បងប្អូនបាទហើយរបស់ខ្លះខួងស្វាហើយទៅបដោះចាក់ធ្វើនឹងពួនក៏មានដែរបាទអញ្ចឹងបានជាខ្ញុំប្រកាសណាចង់ជំរាបថាបើសិនជាបានរបស់មួយដែលមានប្រវត្តិពិតប្រាកដដែលយើងបានស្រាវជ្រាវរកចាក់ជាក់ច្បាស់យើងនឹងយកមកយើងនឹងធ្វើទៅជារបស់ដែលមានដែលជះមានបារមីអញ្ចឹងទៅបាទសម្រាប់យើងគោរពបូជាណាប៉ុន្តែយើងត្រូវស៊ើបមើលប្រវត្តិបងប្អូនឲ្យបានដឹងឲ្យបានច្បាស់ក្នុងការដែលយើងរៀបក្នុងការដែលយើងជាវក្នុងការដែលយើងយាងបារមីដើម្បីយកមកទុកនៅក្នុងផ្ទះយើងមុនពេលដែលយើងយកមកដល់ក្នុងផ្ទះយើងត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យមានសេរីសួស្តីណាខ្ញុំនឹងប្រាប់បងប្អូនទី1បងប្អូនត្រូវមានជោមមួយជោមគ្រូណាបាទជោមនេះក៏បានជោមដូចថាជោមអតិទេពផ្នែកសត្វទេពបាទអញ្ចឹងយើងរៀបជោមសធមគូទៅមានផ្កាឈូកមានស្លឹកឈូកមានសាលាមួយម៉ាត់មានទៀនយើងលូស្លាបរិយបៃសីហ្នឹងមានដូមគូបាទបន្ទាប់មកទៀតគឺយើងធ្វើនៅខណ្ឌ5កណាត់សទៀនធូបលូស្លាបរិយហើយក៏យើងមានបៃសីស្លាធទៅតាមដែលយើងអាចធ្វើទៅរួចមាន7ថ្នាក់3ថ្នាក់5ថ្នាក់ដែលយើងសន្តានរបស់យើងជាគ្រូឬក៏ជាអ្នកមេតបរស៊ីអញ្ចឹងទៅបាទយើងយកមកដាក់នៅលើកន្លែងមានវិធីភ្លេងពិនពិតយើងរៀបដង្វាយថ្វាយគ្រូអស់ហើយយើងនឹងយាងគាត់ចូលមកហើយយើងដាក់នៅមួយដុំថ្វាយនៅទឹកអប់ផ្លែផល្លាផ្កាប្រេងម្សៅដើម្បីឧទ្ទិសដល់អតិទេពផ្លូវបារមីក្តីដែលលោកគង់សន្ធិដ្ឋនៅលើចែដំរីនោះឯងហើយក៏យើងមានទៀនធូបមលូសាបារីការភ្ញីសម្រាប់ថ្វាយអាសនៈរបស់យើងនៅស្លាធម៌បៃសីកម្រងផ្កាដើម្បីឧទ្ទិសជូនទៅដល់បាជាយគ្រូកំណើតគ្រូសង្វាគ្រូមនីអេសីគ្រូដើមគ្រូសំណុំរបស់យើងនឹងឲ្យលោកទទួលយកម្ចាស់ទឹកម្ចាស់ដីជានាងផ្ទះត្រូវប្រាប់គាត់ទាំងអស់ថាថ្ងៃនេះខ្ញុំនាំវត្ថុស័ក្តិសិទ្ធិចូលយកមកហើយចឹងក៏សូមអស់លោករួមជាមួយគ្នាជួយបំពេញនៅសេចក្តីល្អនៅសេចក្តីត្រូវការរបស់យើងនៅពេលនោះបងប្អូនត្រូវដង្វាយគាត់ជារៀងរាល់ថ្ងៃ7ថ្ងៃមលូស្លាបរិយទៅដូរមលូស្លាបរិយទៅដូររហូតខណ្ឌ5នឹង5ថ្ងៃមក
ហើយបន្ទាប់មកក៏លេងចាក់ពិនពៀតថ្វាយនៅនឹងទៅជារៀងរាល់ថ្ងៃបាញ់ទឹកអប់ទៅផ្លែឈើយើងដូរតាមហ្នឹងទៅណាបើអាចដូររាល់ថ្ងៃក៏បានបើមិនទេ2 3ថ្ងៃដូរទៅកុំឲ្យវានៅយូរវាស្អុយបាទហើយទឹកទាំងអស់ហ្នឹងយកមកប្រក់ព្រំហើយយកមកជ្រលក់ទៅយកទឹកហ្នឹងយកមកទុកគោរពបូជាសម្រាប់យកយើងទៅដាក់កន្លែងរស់ស៊ីហើយយើងបួងសួងនៅអ្វីដែលយើងត្រូវការបាទតើយើងគួរតែដំណំយ៉ាងម៉េចនៅពេលដែលយើងយកបាននៅចែដំរីនៅពេលដែលយើងយកបាននៅរបស់ល្អហើយតើយើងគួរដំណំយ៉ាងម៉េចបាទដំណំទី1គឺថ្ងៃរបស់យើងដាច់ខាតបុរាណខ្មែរយើងគឺប្រើនៅជ័យយោសុខោបើថ្ងៃមិនល្អយើងមិនអាចយកមកទេហើយមើលនៅរដូវថ្ងៃលិចថ្ងៃអណ្ដែតរបស់យើងផងបាទដំណំទី2គឺដំណំពេលដែលយកចូលមកហើយហ្នឹងកុំឲ្យនិយាយពាក្យឆ្អេះឆ្អាស់កុំឲ្យនិយាយពាក្យជេរប្រមាថកុំឲ្យនិយាយពាក្យណាដែលមិនសមរម្យនិយាយតែពាក្យចម្រើននិយាយតែពាក្យមានសេរីសួស្តីនិយាយតែពាក្យល្អល្អដូចជាយើងសូត្រជាយន្តតុភវាំងបាទយើងត្រូវសូត្របន្តថាសាធុមានជ័យឬក៏យើងត្រូវទៅសូត្រថាចែដ៏មានសេរីចែដ៏មានឫទ្ធិដែលជះចែដ៏មានបារមីឈ្នះអស់មាសត្រូវហើយណាបងប្អូនបាទនេះហើយគឺជាពាក្យដ៏ល្អដែលមានអ្នកចាំបន្តអញ្ចឹងខ្ញុំប្រកាសថាខ្ញុំបាទលើកឡើងនេះគ្រាន់តែជាចំណុចខ្លះៗសម្រាប់បងប្អូនប៉ុន្តែពិធីការដែលយើងត្រូវធ្វើតាមពីប្រភូមិផ្ទះជានាងផ្ទះកន្លែងជាដូនជាតាគ្រូរបស់ជារបស់យើងហ្នឹងយើងត្រូវមានកន្លែងមួយសម្រាប់យើងដាក់គ្រប់បូជាបើរបស់នោះជារបស់ស័ក្តិសិទ្ធិបាទហើយខ្ញុំប្រកាសថាខ្ញុំបាទមានបណ្ឌិតក៏សូមចែកជូនទៅបងប្អូនសុខទីបាទបើមានការចម្ងល់ឡើយណាទៀតអាចតំណែងសួរមកទៀតខ្ញុំប្រកាសថានឹងធ្វើការបកស្រាយទៅតាមចំណេះដឹងបាទជាចុងក្រោយសូមលើកមកនៅម្រាមដៃ10ជូនពរពុកម៉ែបងប្អូនបាទពុំមិញមួយឲ្យមានលៀបមានជ័យមានសេរីសុខស្ដីទាំងអស់គ្នាបាទខ្ញុំគ្រូថាសូមគោរពសូមជម្រាបលា